ដើម្បីបង្ហាញថាសេនដាច់មានអីក៏អាចនិយាយបានម៉ាក់ខ្ញុំបានទៅពួនលើភ្នំម្នាក់ឯងអស់ពេលគ្នាពេលយប់យូរត្រឡប់មកវិញក៏សម្រាប់បានរូបខ្ញុំពេលនោះអ្នកភូមិបាននាំគ្នានិយាយចាំអារ៉ាមថាម៉ាក់ខ្ញុំត្រូវបានសត្វសាហាវនៅលើភ្នំនេះប៉ុន្តែម៉ាក់មិនដែលបកស្រាយអ្វីឡើយគាត់គ្រាន់តែជិះចាំមេបាខ្ញុំឲ្យខ្ញុំធ្វើឡើងនៅសោកស្ងាត់ទោះបីជាខ្ញុំមិនជឿថាម៉ាក់អង្ការខ្ញុំជាមួយសត្វសាហាវក៏ដោយតែចរិតនិងកាយវិការរបស់គាត់កាន់តែចម្លែកទៅរាល់ថ្ងៃទីពេលនៃខែមួយក៏តែឡើងទៅលើភ្នំនេះមួយខ្ញុំបានឡើងទៅថាចុះឲ្យគេបាត់ដែរម៉ាក់ត្រូវនៅមើលខែខ្ញុំទោះខែនោះគាត់មិនបានទៅធ្វើនៅខែទីពេលឡើយលុះស្អែកឡើងគាត់ក៏បានឈូខ្លាក់ទូទីមួយចាប់ពីពេលនោះមកម៉ាក់ខ្ញុំក៏បានក្លាយជាគ្រូទីដែលល្បីល្បាញពេលតំបន់នេះកាលពីការទូទីហើយនោះម៉ាក់ខ្ញុំមានច្បាប់មួយទៀតដែលធ្វើឲ្យគាត់កាន់តែល្បីនោះគឺឲ្យតែបាន30យន្តក្នុងមួយថ្ងៃគឺគាត់ជប់ទីហើយការទីម្ដងគាត់យកតែ10យន្តប៉ុណ្ណោះក្នុងមួយថ្ងៃគាត់ទីឲ្យតែ3នាក់រហូតដល់ថ្ងៃនោះដូចជាថ្ងៃទី3រាល់ខែដែរម៉ាក់ធ្វើវាយរត់ឲ្យខ្ញុំរួចក៏ប្រយ័ត្នឡើងក្នុងបាត់ទៅខ្ញុំទៅជិះចិត្តចោលដឹងចោលគ្នាបានក៏កំឡុងមកតាមក្រោយម៉ាក់ដើម្បីចង់ដឹងការពិតតែបែរជាត្រូវចាញ់ឆាំងសិនមកស្គាល់ធ្វើនៅមកទ្វារម៉ាក់ខ្ញុំមិននៅទេលោកចាំមកថ្ងៃក្រោយទៅបើម៉ាក់ឯងមិននៅទេចុះឯងជួយទីឲ្យយើងមួយក្តារទៅមើលថ្ងៃនេះយើងទើបតែបានរបបបុរាណមួយមកឯងជួយមើលឲ្យយើងមិនតិចមើលថាចំណេញឬខាតខ្ញុំមានការរបបមែនគេលោកចាំស្អែកសឹមមកជួបម៉ាក់ខ្ញុំទៅលីអ៊ីយើងដឹងថាឯងក៏មានសមត្ថភាពខ្លះដែរជួយមើលឲ្យយើងបន្តិចទៅចាំយើងជូនអាំងប៉ាវធំមួយលោកក៏ដឹងពីច្បាប់របស់ម៉ាក់ខ្ញុំដែរយើងដឹងតាចុះបាក់ចឹងឯងជួយមើលឲ្យយើងនៅតិចកណាមើលទៅថ្ងៃរបស់លោកជួយថាល្អណាស់នេះជាសញ្ញាបញ្ជាក់ថាចិត្តមានលៀបផងហើយអរគុណច្រើនស៊ីមែនគេអានឹងខ្ញុំទិញអស់300ឯណោះឥឡូវធ្លាក់បែកខ្ទេចខ្ទីបែបហ្នឹងមិនដឹងជាលក់ដាច់ទៀតអត់ទេខ្ញុំមកទៅលុយស៊ីនៅលើខាងរបស់សាប់ហើយមិនចិត្តឯងស្នាលេងនេះទេហើយសូម្បីតែតាមក៏លេងនេះតែដែរខ្ញុំក៏ជិះនិយាយជាមួយគាត់ទៀតដែរលុះដល់ពេលណារបស់គាត់ត្រឡប់មកវិញក៏ឃើញថាដែររបស់ម្លាយគាត់បានបាត់ទៅហើយម៉ាក់តែដែរម៉ាក់កាឌីហ្នឹងកូនជួយម៉ាក់ទៅមន្ទីរពេទ្យទៅមន្ទីរពេទ្យគាត់គ្មានប្រឡែដែរក៏មកដែរគាត់បានតន់កាច់ហើយរំលងដែរឲ្យរនណែរបស់ខ្ញុំដែរពេលចេញមកកាន់ក្រៅម្ដងទៀតខ្ញុំបារម្ភពីម៉ាក់ក៏ដេញតាមរហូតដល់ជើងភ្នំទើបដឹងថាម៉ាក់បានឡើងទៅលើភ្នំបាត់ទៅហើយខ្ញុំមានតែត្រឡប់ទៅផ្ទះរងចាំគាត់វិញខ្ញុំចាំឯងឡើងគាត់ឡាក់គ្នាហើយខ្ញុំមានភ្លេចរបស់នៅផ្ទះឯងអូមែនហើយតែត្រាដែលឯងធ្វើឲ្យបាក់កាលពីព្រឹកមិញនឹងជួសជុលបាននៅខ្ញុំយកទៅឲ្យគេធ្វើដែរតែគ្មានអ្នកណាហ៊ានជួសជុលទេហើយគេទៀតថ្លៃជាមួយ1000ឯណោះខ្ញុំខ្ជិលជួសជុលណាស់ចុះអញកំពុងធ្វើស្អីហ្នឹងលើកនេះរបស់ឯងពិតជាជូរបាត់មែនខ្ញុំឲ្យឯងចុះត្រាព្រះភ្នំម៉ាក់កុំឃ្លានបាយហើយម៉ាក់តែម៉ាក់ចេះហើយមែនទេម៉ាក់តែម៉ាក់កំពុងងើយហ្នឹងអូសម្បត្តិទៅលេងខ្លួនឯងទៅកុំប៉ះដៃម៉ាក់អារម្មណ៍វាប្លែកមិនដឹងទេដូចជាមានអ្វីម្យ៉ាងនៅក្នុងចាំងឯចឹងមិនស្រួលតតែសោះថ្ងៃនេះម៉ាក់ត្រូវចេញទៅក្រៅគេហើយថ្ងៃនេះជាថ្ងៃទី4តាម៉ាក់ដឹងហើយកុំសម្លាញ់នៅផ្ទះឲ្យស្ងៀមណាអញចាំធ្វើអីហ្នឹងចុះប៉ាឯងណាថ្ងៃនេះគាត់មិនលក់ដូរទេគាត់ចេញទៅក្រៅបាត់ហើយបើគាត់ចេញទៅក្រៅបានបញ្ជាក់ថាគ្មានការអីទេហាអាម្នាក់នោះហ៊ានបោកយើងផងនិយាយថារបស់នោះយកមិនបានឯណាចំជាជើងរៃមែនពូតែវាឃើញយើងបានល្អមិនបានតែរបស់ដែលខ្ញុំទុកចោលលើតុបំសើមិញណែណានៅក្នុងទូទៅយកខ្លួនឯងទៅនេះជាវត្ថុបុរាណណាទៅនឹងបើឯងមិនដឹងកុំចេះតែធ្វើពេកតាសំបីស្នាមកៅក៏នៅឃើញច្បាស់ដែរលក់ស្អីកាត់ទៅបើមិនអញ្ចឹងកាច់វាឲ្យបាត់ឡើងវិញទៅហើយចាំរកគេជួសជុលយ៉ាងណាក៏ជាកៅដែរកាច់បន្តិចក៏បាក់វិញបាត់ទៅហើយមិនបាច់អញប្រាប់ទេតាមម៉ាក់ឯងទៅណាឲ្យប្រាប់គាត់ហ្នឹងហេតុអីថ្ងៃនេះថ្ងៃទី4ហើយនៅមិនទាន់បាត់ទ្វារទៀតម្ដាយខ្ញុំរបួសមិនសូវស្រួលខ្លួនទេថ្ងៃរបស់បងខ្ញុំស្អាតណាស់នេះជាសញ្ញានៃគ្រូចង្រៃហើយធម្មតាមិនថាម្ដាយខ្ញុំធ្វើអ្វីទេគាត់ប្រកាសជិះត្រឡប់មកផ្ទះវិញមុនម៉ោង6ជានិច្ចចុះហេតុអីថ្ងៃនេះយប់បន្តិចហើយនៅមិនទាន់ឃើញមកផ្ទះទៀតឬមួយក៏គាត់ដួលផ្ដេសផ្ដាស់នៅកន្លែងណាទៅលីអានថាសឹងអាម្នាក់នោះបើសើមិញបានយកត្រាមួយដល់ចម្លែកមកទុកនៅគេឯងមែនទេមានរឿងអីមែនទេពូចាពូស្គាល់របស់នឹងមែនទេខ្ញុំដឹងស្អីទៅលីមានរឿងខ្លះពូត្រូវតែប្រាប់ឯងចាប់ពីពេលនេះទៅត្រូវនៅឲ្យឆ្នៃពីចាំងឆាំងសឹងទៅម្សិលមិញគេសឹងតែធ្វើឲ្យឯងនឹងមកឯងស្លាប់ទៅហើយមានន័យថាម៉េចតើគេធ្វើបាបខ្ញុំយ៉ាងម៉េចទៅនៅលើត្រានោះគឺជារូបតំណាងអ្នកតាភ្នំតើឯងដឹងថាវាមានន័យយ៉ាងម៉េចទេដឹងមិនទេបន្ទូចដែរអ្នកតាភ្នំគឺជាទេវតាថែរក្សាភ្នំតែភាគច្រើនការចេញពីសត្វជាតិដែលតាំងសេររហូតមានមហិទ្ធិឫទ្ធិវាច្បាស់ជាមិនមែនជាទេវតាប្រកបទេតែជាភាសាទៅវិញទេឯងនិយាយត្រូវហើយគឺអ្នកតាភ្នំនឹងឯងរបស់ដែលគេយកមកនោះមិនមែនជាវត្ថុបុរាណធម្មតាទេតែវាជាគ្រឿងសង្កត់ខ្លួនរបស់អ្នកតាភ្នំបើគ្រឿងសង្កត់ខ្លួនរបស់អ្នកតាភ្នំត្រូវបាត់បង់នោះមិនមែនជារឿងធម្មតាឡើយវានឹងបង្កភាពពឹកពោពេញភ្នំមិនខានថែមទាំងអាចត្រូវគេដកតំណែងជាអ្នកតាភ្នំទៀតផងដូច្នេះមិនថាត្រូវសម្លាប់មនុស្សឬស៊ីមនុស្សក៏ដោយក៏អ្នកតាភ្នំត្រូវតែដណ្ដើមយកវាទៅវិញដែរចុះទម្រាំតែលើវានៅបែកបាក់ទៀតខ្លាចតែអ្នកតាភ្នំនឹងខឹងសម្បាខ្លាំងតែម្សិលមិញខ្ញុំទុកត្រាអ្នកតាភ្នំនៅក្នុងផ្ទះតើមិនឃើញមានអ្នកណាមកសោះនឹងមនុស្សមិនអាចធ្វើជាអ្នកតាភ្នំបានទេមិននឹងអាចជាមនុស្សមកទៅវិញមិនមែនជាមនុស្សទេច្បាស់ជាសត្វអ្វីមួយហើយឯងសាកគិតមើលថាយប់មិញមានរឿងអ្វីប្លែកអត់ដូចជាកណ្ដុរពស់ឬពួកសត្វសម្ពោធជាដើមមួយចុកកាងាយប់មិញម៉ាក់ខ្ញុំធ្វើបាយឲ្យហូបហើយខ្ញុំក៏កេងលក់ទៅមិនឃើញមានអ្វីខុសធម្មតាទេឬមួយក៏អ្នកតាភ្នំមិនអាចតាមរកត្រាខ្លួនឯងឃើញយូរនឹងអាចទៅរួចយ៉ាងម៉េចទៅឬមួយផ្ទះឯងមានរបស់ស័ក្តិសិទ្ធិការពារភូតភ័យផ្ទះខ្ញុំគ្មានរបស់បែបហ្នឹងទេសូម្បីតែរូបសំណាកសក្ការៈតូចមួយក៏គ្មានផងកុំនិយាយដល់របស់ការពារភូតភ័យអីឬមួយក៏មកពីខ្លួនឯងមកពីខ្ញុំឬហើយមិនមែនម៉ាក់ឯងឡើងភ្នំ3ថ្ងៃចុះមកវិញក៏មានផ្ទៃពូកាត់អញទេអេប្រហែលជាអញជាកូនរបស់អ្នកតាភ្នំហើយទើបត្រាអ្នកតាភ្នំនៅក្នុងផ្ទះឯងមួយយប់ពេញក៏អ្នកតាភ្នំមិនធ្វើបាបឯងដែរឯងនឹងមកឯងទៅពេទ្យរួចផុតពីគ្រោះថ្នាក់បែបនេះឯងមើលមកខ្ញុំចោះខ្លួនប្រានតែមូជាមនុស្សតើមិននឹងអាចជាកូនរបស់បិសាចទៅវិញចុះអ្នកតាភ្នំនៅក្បែរយើងនេះជាបិសាចសត្វអីទៅខ្ញុំមិននឹងដឹងទៅអ្នកដែលឃើញរូបរាងពិតរបស់អ្នកតាភ្នំសុទ្ធតែត្រូវស្លាប់ទាំងអស់ខ្ញុំមិនចង់ជួបទេខ្ញុំប្រាប់រួចរាល់ហើយកុំប៉ះពាល់ត្រាអ្នកតាភ្នំនោះទៀតឲ្យសោះខ្ញុំប្រាប់អាចាងឆាងសឹងហើយថាកុំឲ្យប៉ះតែវានៅតែចង់ប៉ះខ្ញុំមិនខ្វល់ទៀតទេទៅហើយឯងចេញទៅក្រៅធ្វើអីបាក់ខ្ញុំចេញទៅក្រៅមិនទាន់ឃើញមកផ្ទះវិញទេខ្ញុំទៅរកគាត់សិនមកឯងនឹងក៏ជាមនុស្សចម្លែកម្នាក់ដែរតែនាងចេះនិយាយពិតមែនទេចេះនិយាយតាគ្រាន់តែមិនសូវនិយាយប៉ុណ្ណោះខ្ញុំមិនដែលនៅនាងនិយាយសំបីតែមួយម៉ាត់មើលទៅដូចជាមិនសូវចេះនិយាយអីចឹង
ហើយចុះមានស្រីម្នាក់គេចេះទីឆុតទៀតមិនដឹងថាម៉ាក់ឯងបានជួបរឿងអីខ្លះទេខ្ញុំទៅជួយនិយាយណែនាំឲ្យម្នាក់នោះសិនល្អជាងប្រញាប់យកត្រាប្រែភ្នំទៅបោះចោលទៅបើមិនអីចឹងទេងប់ដោយមិនដឹងគ្រូឡើយពេលប្រែភ្នំខឹងមិនមែនជាការលេងសើចឡើយតែត្រាប្រែភ្នំអាចជួសជុលបានទេទោះជាយ៉ាងណាសមត្ថភាពខ្ញុំមិនដល់ឡើយបើត្រាប្រែភ្នំបាក់ប្រែភ្នំក៏រងផលប៉ះពាល់ដែរបើហ៊ានតែជួសជុលទេក្តាស់ក្រែងនោះមានកំហុសឆ្គងអីបើខ្ញុំស្អីតើវានឹងមានផលប៉ះពាល់អីខ្លះមិនដឹងច្បាស់ទេចាំសិនឯនៅទេខ្ញុំចូលទៅហើយណាខ្ញុំប្រាប់ឯងចុះត្រាប្រែភ្នំនោះពិតជាយកមិនបានទេប្រញាប់យកវាទៅចោលទៅក្រែងលោប្រែភ្នំខឹងហើយតាមដំណើរថាបានត្រាប្រែភ្នំជួយសង្គ្រោះតែខ្ញុំបែរជាយកត្រាប្រែភ្នំទៅឲ្យអ្នកដទៃមិននឹកស្មានថាបែរជាធ្វើបាបគេទៅវិញមិនពាក់ព័ន្ធនឹងខ្ញុំទេប្រែភ្នំឲ្យកុំរកខ្ញុំអីកុំសម្លាប់ខ្ញុំអីជួយខ្ញុំផងបន្ទាប់មកមេភូមិកយសម្លេងឲ្យដាក់មកមានរឿងអីកើតឡើងហ្នឹងខ្ញុំមិនបានឃើញអីទាំងអស់គ្រាន់តែចាំងនិយាយរឿងប្រែភ្នំអីហ្នឹងនិយាយពីរឿងប្រែភ្នំខាងក្រោយឯហ្នឹងប្រែភ្នំស្អីទៅតែនេះមានរឿងអីពិតប្រាកដទៅមិនដេចក៏ប្រែភ្នំសម្លាប់មនុស្សដែលគ្មានមូលហេតុអីចឹងចាំងសឹងបានយកត្រាប្រែភ្នំរបស់ប្រែភ្នំទៅទើបត្រូវប្រែភ្នំខឹងហើយសម្លាប់ចោលបែបនេះរឿងនេះមិនអាចបន្ទោសប្រែភ្នំបានទេចាំងសឹងម្នាក់នេះមួយជីវិតចូលចិត្តតែកេងចំណេញគេណាសំបីតែរបស់ប្រែភ្នំក៏ហ៊ានយកអេបដែរចុះឥឡូវត្រូវធ្វើម៉េចទៅឬមួយក៏យើងប្តឹងប៉ូលីសទៅប៉ូលីសមកហើយទៅប្រាប់ពួកគេថាអ្នកតាភ្នំសម្លាប់មនុស្សអីចឹងហាពួកឯងប្រមាណអ្នកនាំគ្នាក៏ខ្មោចឆាងសឹងទាំងយប់ទៅទោះជាយ៉ាងណាអេវីក៏គ្មានសល់អ្នកណាផ្សេងគេដែរធ្វើដូចជាគ្មានរឿងអីកើតឡើងអីចឹងទៅពួកយើងកុំធ្វើឲ្យអ្នកតាភ្នំខឹងសម្បត្តិអីឯងអបាញ់នឹងឯងក៏ជាមិនបានឃើញអ្នកតាភ្នំមែនហាដែលភូមិខ្ញុំមិនបានឃើញពិតមែនតាតែក៏ជាមានអ្នកតាភ្នំមែនហាមានតែលោកមិនសូវចុះពីលើភ្នំផ្ទះផ្ដាស់ទេលើកនេះលោកសម្លាប់មនុស្សប្រហែលជាខ្លាំងណាស់ហើយឯងក៏ជាមិនបានឃើញមែនហាពិតជាមិនបានឃើញមែនទេណាឯងគួរតែឲ្យជួយសុខគ្នាទៅហើយប្រាប់ថាមនុស្សក្នុងភូមិយើងនឹងមិនប៉ះពាល់របស់ផ្សេងផ្សេងអ្នកតាភ្នំទៀតទេដើម្បីកុំឲ្យអ្នកតាភ្នំសម្លាប់មនុស្សទៀតបើមានរឿងបាវធំពួកអ្នកលើនឹងចង់ស៊ើបអង្កេតនឹងខាងដល់ពេលនោះវានឹងពិបាកដោះស្រាយហើយម៉ែខ្ញុំមិនទាំងស្គាល់អ្នកតាភ្នំផងនឹងស្គាល់ឬមិនស្គាល់ខ្ញុំមិនដឹងទេតែឪពុកឯងប្រហែលជាស្គាល់មេភូមិគិតថាខ្ញុំជាកូនរបស់បិសាចថែមទាំងគិតថាឪពុកខ្ញុំគឺជាអ្នកតាភ្នំគេផងពេលត្រឡប់មកបាត់ខ្ញុំក៏បានរីការឿងរ៉ាវក្នុងភូមិប្រាប់ម៉ែថាអ្នកតាភ្នំដែលបាត់នោះប្រហែលជាត្រូវលោកយកទៅវិញហើយអ្នកតាភ្នំមិនបានយកត្រាទៅទេម៉ែតែអ្នកតាភ្នំនឹងមកសម្លាប់ខ្ញុំទេអ្នកតាភ្នំមិនសម្លាប់កូនអញទេតែខ្ញុំក៏បានប៉ះពាល់ថាអ្នកតាភ្នំដែរតើកូនអញប៉ះពាល់វាយ៉ាងម៉េចខ្ញុំបានយកបងពិតដើម្បីទៅបិទចោតត្រាដែលបាត់នោះបញ្ចូលគ្នាវិញមិនផ្លេចទេដែលលោកមិនស្រួលគ្រូបែបនេះម៉ែតែម៉ែថាអ្នកតាភ្នំមិនសម្លាប់ខ្ញុំតើមកពីខ្ញុំជាកូនរបស់អ្នកតាភ្នំមែនទេកូនឯងជាមនុស្សម៉ែកាត់អីនឹងធ្វើបាបម៉ែខ្ញុំនាងក៏ឯងរកខ្ញុំមកម៉ែកុំខ្លាចអីដោយក្តីស្លន់ស្លោម៉ែបានបើកភ្លើងឡើងហើយឃើញថានៅក្នុងបន្ទប់មានតែនាងនឹងម៉ែប៉ុណ្ណោះស៊ីវអ៊ីកុំខ្លាចអីកូនមើលច្រឡំទេដឹងតើដៃម៉ែកាត់អីនឹងម៉ែមិនអីទេស៊ីវអ៊ីម៉ែត្រូវចេញទៅក្រៅពីល្បិចថ្ងៃកូននៅផ្ទះឲ្យស្ងៀមកុំដើរលេងផ្ទះផ្ដាស់ហើយសោះម៉ែទៅណាតាទៅរកពុកមែនទេហើយមេពងក៏ឲ្យខ្ញុំជួយប្រាប់ដែរថាកុំឲ្យអ្នកតាភ្នំសម្លាប់មនុស្សទៀតអីអ្នកតាភ្នំមិនសម្លាប់មនុស្សផ្ទះផ្ដាស់ទេកាលពីម្សិលមិញឆ្អិនដែលខាងនេះមានអារម្មណ៍ថាមិនស្រួលសោះតែវានៅតែអាចថាការបានមើលទៅថ្ងៃនេះមានរឿងហើយអ្វីតែត្រូវមកគង់តែមកដល់ដដែលតែម៉ែមិននឹកស្មានថាវាមកដល់លឿនយ៉ាងនេះសោះគេទើបតែអាយុ17ឆ្នាំសោះអូមែនហើយស៊ីប៊ីពីរបីថ្ងៃនេះកូនត្រូវរកស៊ីម្នាក់ឯងហើយបើអាចរកឲ្យបានមួយ000កាត់ទៅម៉ែត្រូវការវាតែម៉ែពួកយើងទីរិស័យម្នាក់យកតែ10កាត់តើមួយថ្ងៃរកបានតែ30កាត់តាមមិនអីចឹងរកបានប៉ុន្មានយកប៉ុណ្ណឹងទៅម៉ែពិតជាត្រូវប្រើវាសុំទោសតែអ្នកមកមើលរិស័យមែនទេចាថាអ្នកចេះទីបាត់ណាស់ខ្លះមានមើលតម្រង់មុខមើលបាត់ដៃមើលខ្យល់អាកាសនិងផ្សងបៀតែបើកាត់ផ្សងបៀទោះតែម៉ែខ្ញុំទៅចេះឥឡូវខ្ញុំនៅមិនទាន់ចេះមើលបាត់ដៃទេតែបើអាយុរបស់នេះធ្វើជាកម្រៃបានទេហើយអ្វីសេម្នាក់នេះមានត្រាអ្នកតាភ្នំបានទៅវិញហើយអ្វីនាងយកចំណែកមួយនៃត្រាអ្នកតាភ្នំមកឲ្យខ្ញុំហើយកាន់ប្រថាជាកម្រៃទៀតមិនបាច់ទេខ្ញុំមិនចង់លូកដំពេងដាក់គ្រូឡើយបើមិនយកទេអ្នកនឹងស្ដាយក្រោយនឹងខាងតែចង់មើលបន្តទៀតទេមើលម្ដង10កាក់ខ្ញុំនឹងអ្នកដែលឯងហៅថាម៉ាក់នោះគឺស្គាល់គ្នាម៉ាក់ខ្ញុំមានមិត្តភក្តិដែរព្រោះក្រៅពីស្មុគស្នាប់មិនសូវនិយាយស្ដីហើយគាត់ចូលចិត្តតែនៅផ្ទះណាអាចនិយាយបានថាក្រៅពីថ្ងៃទី3រាល់ខែដែលគាត់ត្រូវតែចេញទៅក្រៅធម្មតាគាត់នៅតែផ្ទះទេលើកលែងតែខែនេះតាំងពីខ្ញុំចាំក្តីមកនេះជាលើកដំបូងហើយច្បាប់ក្រទីគឺត្រូវតែឲ្យលុយខ្សែជីវិតរបស់គាត់បែរជាវែងហួសអាយុរបស់មនុស្សធម្មតាទៅទៀតនេះមានន័យថាគាត់មិនមែនជាមនុស្សទេឬមួយជាបិសាចអំបូណាគាត់និយាយថាស្គាល់ម៉ាក់ខ្ញុំប្រហែលជាមិនធ្វើបាបខ្ញុំទេនៅបងអង្គយូធ្វើអីទៀតមិនទាន់ឲ្យលុយឯងមែនទេខ្ញុំជួយមើលរបស់ឲ្យគេតែរបស់នេះត្រូវមើលដល់ពេលណាទៀតប្រាប់ខ្ញុំមើលខ្សែបាត់ទាំងជូតំណាងឲ្យយិនតំណាងឲ្យសេចក្តីស្លាប់ឥឡូវខ្ញុំអាចមើលដឹងហើយរបស់ដែលគាត់ជួយមើលឲ្យគេគឺជារបស់អ្នកស្លាប់ជាទ្រព្យសម្បត្តិឬសំបីតែសាកសពក៏ថាបានអញធ្វើកើតមិនកើតនឹងចិត្តរួចរស់ហើយវារៀបនឹងរលីបាត់ទៅហើយច្បាស់ជាចិត្តរួចហើយអញគ្រាន់បើតែដឹងថាខ្ញុំមើលរបស់មនុស្សស្លាប់មើលសាកសពតែមើលសាកសពរបស់នរណាមេភូមិមានរឿងអីមែនទេម៉ែឯណៃណាចឹងតែកាត់ហើយបើអីចឹងយកមីត្រូវបិទទ្វារឲ្យចិត្តបើគ្មានការអីទេកុំដាប់លេបខ្លះមានរឿងកាត់ឡើងក្នុងភូមិហើយមានរឿងអីទៅសាកសពរបស់ចាងឆាងសិនត្រូវគេជីកកៃឡើងមកហើយថែមទាំងសាកសពត្រូវគេមិនមែនគេបានកប់ចាងឆាងសិនទាំងយកហើយទេអីហេតុអីបានជាមានទីជីកកៃសាកសពទៅវិញទី1ខ្ញុំប្រាប់ឲ្យឯងផ្ដាំទៅម៉ាក់ឯងតែឯងបានប្រាប់គាត់នៅអល្បីចប់ឆៃហើយគាត់គ្មានធ្វើជួយដែរពេលព្រឹកក្នុងខិនសម្បាគ្មាននរណាទូចចប់ទេយប់នេះចាក់សតទ្វារឲ្យចប់ឬសូអីក៏ដោយដាច់ខាតកុំបើកទ្វារលេនៅមិញនេះខ្ញុំនិយាយមិនទាន់ចប់ទេឯងដឹងទេថាសពដែលខ្ញុំឃើញនោះជាអ្នកណាមកឈូអ្នកណាស្រីតែដេកនៅក្នុងនោះគឺជាអ្នកដែលខ្ញុំហៅថាម៉ាក់រាល់ថ្ងៃយប់នោះទើបខ្ញុំដឹងថាខ្មោចចេះគួរទ្វារឯមនុស្សចេះនិយាយកុហកហើយម៉ាក់ខ្ញុំក៏មិនមែនជាមនុស្សយូរហើយដែរបើឯងដឹងថាសពដែលខ្ញុំឃើញជាអ្នកណាឯងច្បាស់ជាគូចិត្តខ្លាំងមិនខានបងស្រីនិយាយឲ្យអស់សេចក្តីបានទេគង់តែដឹងទេចាំមើលទៅយប់នេះទោះជាអ្នកណាមកក៏កុំបើកទ្វារអសោះទោះជាម៉ាក់ខ្ញុំក៏មិនដែរបាត់ដែរម៉ាក់ឯងណាហើយបើចង់ដឹងការពិតពីម៉ាក់ឯង
ត្រូវធ្វើតាមខ្ញុំមានធូបទេមានអញចង់ទៅអុជធូបនៅភ្នំមែនទេនេះជាព្រេងស្អីហ្នឹងក្លិនដូចសាច់អាំងខ្លោចអញ្ចឹងព្រេងខ្មោចញីរត់ទេតែព្រេងមនុស្សនោះពិបាកធ្វើណាស់ការមិនងាយស្រួលទេគ្រាន់តែចាប់មនុស្សម្នាក់មកជាការស្រេចព្រេងមនុស្សនោះចាប់មនុស្សនេះប្រហែលជាហ៊ានតែខ្ជិះខ្ជីខ្ញុំស៊ីឯងមិនខានមិនហ៊ានទេមិនងត់ដៃដោយអចេតនាតើយកធូបមួយសរសៃនេះទៅដុតក្នុងបន្ទប់ម៉ាក់ឯងទៅហេតុអីរាល់កម្មពីតែងមានម្ចាស់បំណុលចុះបើគេចង់ធ្វើបាបម៉ាក់ខ្ញុំវិញមិនបាច់ទេដុតនៅខាងក្រៅទាំងអស់ទៅខ្ញុំយល់សັບឃើញនៅលើភ្នំពេញដោយឈាមហើយមានដៃស្រីម្នាក់នៅក្នុងប្រឡាយអ្នកណាកំពុងបុកគ្នាហ្នឹងចាងឆាងសិនស្លាប់តាំងពីយប់មិញហើយតាមិនមែនទេគាត់មកកាយរោគរបស់អេម្យ៉ាងរោគអីទៅខកខ្លួនឯងអញ្ចឹងហ្មងខ្ញុំស៊ូទ្រាំមិនបានមែនពិបាកទ្រាំណាស់មែនទេច្បាស់ជាមិនស្រួលហើយឯងដណ្ដើមដីគេតាសំបីតែទីបញ្ចុះសក់ក៏មានចំនួនដីគ្រីដែរតាទេវតាភ្នំយកព្រមហើយមែនទេចាត់ទុកថាឯងដឹងខ្យល់ខាងក្រៅមានមនុស្សនៅក្រោមភ្នំនេះមានភ្នំមួយទៀតពេលភូមិបើព្រាដល់ណាគេហ្នឹងខ្ញុំនិយាយនេះនឹងសាស្ត្រស្គាល់វិញថៃអញប្រាប់រឿងដែលទៅតែកាត់ឡើងមិញនេះទៅមេភូមិទៅចាន់ឆាំងសឹងងើបពីស្លាប់មែនតែនហើយមិនត្រឹមតែងើបពីស្លាប់ទេថែមទាំងក៏ខ្លួនឯងគេផងហើយថែមទាំងនិយាយថាមានមនុស្សនៅខាងក្រោមទៀតឯងត្រឡប់ទៅចាស់សាប់វាឲ្យចោះសិនទៅខ្ញុំទៅរកអ្នកចេះមិនអាគុំសិនក្នុងមុខរបស់មេភូមិប្រជិចាំណាទៅលើបន្តិចនេះបត់កំនេះជាប្រធ្នូនេះគេគាត់និយាយថាទៅរកមនុស្សតែពិតជាទៅរកនរណាឲ្យប្រាកដលោកគ្រូនៅជីកទេចម្រៅ3ម៉ែត្រទៅហើយជីកបន្តទៀតជីកចំហាយញ៉ាំបាត់ទាំងពីរនេះហើយខាងក្រោមជា40មនុស្សស្រីអ្នកទាំងអស់គ្នាឡើងមកលើឲ្យអស់លោកគ្រូសម្លឹងមើលមុខអ្នករាល់គ្នានៅទីនោះមួយផ្លែតគ្មាននរណាម្នាក់ឯងបាត់អារម្មណ៍ជុំទេឬក៏ស្នឹងតែគេគាត់ចង់ឲ្យខ្ញុំជាអ្នកជីកពីអញស្គាល់ថានេះទេម៉ែឯងមិននៅផ្ទះផងបើមានរឿងអីកើតឡើងតើគិតយ៉ាងម៉េចអញឆ្លាតគ្រាន់បានដែរតើចុះឲ្យដឹងរបៀបណាខ្ញុំនឹងជួយឯងបើមើលតាមទម្រង់មុខមនុស្សពេញទីនេះមានតែខ្ញុំម្នាក់គួយតែខ្ញាស់មិនឡើងខ្មៅឯងនិយាយត្រូវហើយនៅទីនេះយ៉ាងហោចណាស់ក៏ជាង10ឆ្នាំដែរលោកគ្រូដូចពីចោលតែម្ដងទៅមិនកាត់ទេគ្លិនធម្មតាណាស់ដូចពីឆ្លៃចុះបើប្រើសាំងអ្វីដែលខ្ញុំចង់និយាយគឺក៏មិនដាក់គុំធម្មតាមិនដែរដូចបាត់ទេហើយគ្លិនសាម៉ាឌីខ្ញុំក៏មិនចេះប្រើដែរចុះត្រូវធ្វើយ៉ាងម៉េចទៅអូស្ការងជូឡើងមកលើសិនរួចយកទៅទុកនៅកែងមិនបានទេលីអញជីកូនរបស់ទេតាមិនតាសាក់សាស្ត្រីនេះមិនហ៊ានធ្វើអីទេមេភូមិកុំមកអុកខ្ញុំអីម៉ែខ្ញុំមិននៅផ្ទះពួកលោកចង់យកក្តាររងជូមកទុកនៅផ្ទះខ្ញុំនឹងអញជីគាត់ឡើងមកតែមិនអីនេះវាចាត់ថាគាត់មិនធ្វើបែបឯងទេនេះជាការពិតហើយនោះក៏ជាការពិតដែរខ្ញុំមិនចង់កេងក្នុងបន្ទប់តែមួយជាមួយជូទេគុំតែថ្ងៃណាមួយអញក៏កេងបន្ទប់តែមួយជាមួយគាត់ដែរហ្នឹងមិនខ្វល់ទេមិនតាក់ព័ន្ធនឹងខ្ញុំឡើយកេងទៅមិនអាចទេមិនអាចទៅរួចទេគឺខ្ញុំជួបរ៉ារបស់អនចារីបែរជាមានមនុស្សដែលនៅជាមួយខ្ញុំយកថ្ងៃគេនៅទីនេះទៅវិញមិនអាចទេដាច់ខាតគឺមិនអាចទៅរួចឡើយតែនេះជាទម្រង់ស្អីទៅដល់ជួយបេះទាំង9ដើមរៀបចំយ៉ាងមានរបៀបហេតុអីក៏បានមិនចេះចឹងពិតមិនហើយឯងច្បាស់ជាមួយគេនេះតែខ្លួនឯងក្នុងជុំមានចំហាយត្រជាក់អឺចុកគុំរបស់ជុំម្នាក់ឯងដូចជាឯងឃើញមិនបើវាចេញទៅលោកបានថាខ្ញុំទៅមកគេនេះផងពេលដែលមេភូមិរបស់ឯងមករកខ្ញុំគាត់បានប្រាប់ខ្ញុំខ្លះពីស្ថានភាពចែករបស់គាត់ហើយនិយាយថានៅក្នុងភ្នំមិនអាចញឹមជួចម្លាយបែបនេះទេតើលោកចង់មានន័យថាម៉េចមេភូមិនិយាយថាម្ដាយរបស់ឯងបានឡើងក្នុងកាលពី15ឆ្នាំមុនពេលថាកាលមកគឺជាពីក្នុងក៏មានតែគូកម្មឯងមកថាទាំងប្រារូបលក្ខណៈគេសង្កេតផងមានន័យថាឯងប្រហែលជាយល់ពីអ្វីដែលខ្ញុំចង់និយាយហើយបើមិនអញ្ចឹងទេឯងក៏មិនមកអ៊ីនេះកែកណ្ដាលភាពដែរអូនិយាយទៀតអីលោកមកទីនេះហើយចង់បើកមុខជួបតតែម្ដងតែចង់បញ្ជាក់ពីអ្វីប្រកបដើម្បីបញ្ជាក់បន្ថែមថាអ្វីដែលខ្ញុំគិតគឺត្រឹមត្រូវម្ដាយរបស់ឯងបានស្លាប់នៅលើភ្នំតាំងពី15ឆ្នាំមុនម្លេះម្ដាយខ្ញុំស្លាប់តាំងពី15ឆ្នាំមុនមែនជុំម្ដាយដែលចិញ្ចឹមពេលដែលខ្ញុំរហូតដល់ក្នុងគេសក្កែនេះជាអ្នកណាទៅវិញខ្ញុំដឹងថាឯងនៅតែមិនអាចទទួលយកបានតែការពិតវាបានបង្ហាញច្បាស់នៅចំពោះមុខហើយជួយបើកមុខជួបនេះឲ្យខ្ញុំបន្តិចមកខ្ញុំចង់ដឹងថាតើនរណានៅខាងក្នុងប្រកបចំហាយអាប់អួរនៅខាងក្នុងនេះនឹងធម្មតាទេវិជាអាប់របស់ខ្ញុំនៅមានឲ្យវាមានហានិភ័យខ្ពស់ណាស់បើប្រសិនជាចំហាយអាប់អួរពីចេញមកមនុស្សធម្មតាស្លាប់បំផុតគឺគំវែងស្មារតីហើយធ្ងន់បំផុតគឺការស្លាប់ពីនៅនឹងកន្លែងចុះត្រូវធ្វើម៉េចទៅទុកមុខជួបនៅទីនេះក៏មិនមែនជាដំណោះស្រាយល្អដែរចុះបើអ្នកភូមិដឹងរឿងនេះថានាងបានសោកយូរហើយនោះខ្ញុំមើលទៅឯងនៅមកឯងច្បាស់ជារស់នៅទីនេះលេងបានហើយឯងចង់ឲ្យខ្ញុំយកមុខជួបនេះទៅផ្ទះមែនទេនេះជាអ្វីដែលឯងនិយាយខ្លួនឯងទេណាតើឯងមានកូនអងពិតប្រាកដទេណាតើអ្នកនៅក្នុងជួបពិតជាម៉ាក់របស់ខ្ញុំមែនទេខ្ញុំអាចបើកមុខជួបបានតែប៉ុណ្ណាវិនាទីប៉ុណ្ណោះប៉ុន្តែវាគ្រប់គ្រាន់ឲ្យឯងមើលច្បាស់ថាជាអ្នកណាហើយបន្ទាប់ពីឯងមើលច្បាស់ហើយសឹមសម្រាប់ចិត្តថាតើគួរយកមុខជួបនេះទៅផ្ទះវិញឬអត់ទុកដង្ហានទៅកុំដកដង្ហានចូលដាក់សោះបើមិនអញ្ចឹងទេទោះជាអ្នកខាងក្នុងមិនធ្វើបាបឯងក៏ខ្យល់ពុលទាំងនោះធ្វើឲ្យឯងគ្រោះថ្នាក់ដែរខ្ញុំខ្លាចតែបុរសម្នាក់នេះនិយាយត្រូវពិតមែនម៉ាក់របស់ខ្ញុំបានសោះតាំងពី15ឆ្នាំមុនម្លេះចុះម៉ាក់របស់ខ្ញុំបច្ចុប្បន្ននេះជាអ្នកណាទៅវិញហើយតែខ្ញុំជាកូនរបស់នរណាបើមើលច្បាស់ហើយអញ្ចឹងគូយើងយកមឈូនេះត្រឡប់ទៅវិញទៅយកមឈូធំប៉ុណ្ណានេះទៅទុកនៅផ្ទះឯងពួកយើងទាំងពីរអ្នកប្រហែលជាអូវាមិនរួចទេចំញៀបតាទៅហើយបុរសម្នាក់នេះពិតជាលាក់ចង្គមពិតមែនប្រហែលជាគឺមិនដាក់គុំដល់ការពួកកាន់អ្នកហើយបើមិនទេក៏តែប្រដាក់កម្មសិលិតហ្វរីនេះបានតែបើមិនមែនទេមិនខ្លាចជាទៀវតាទៅហើយទេអីខ្ញុំមិនចូលទៅទេមិនមែនខ្ញុំមិនចង់ចូលនោះទេតែជាម៉ាក់របស់ឯងនោះទេដែលមិនចង់ឲ្យខ្ញុំចូលម៉ាក់របស់ខ្ញុំមិននៅផ្ទះផងគាត់មិនឲ្យឯងចូលយ៉ាងម៉េចទៅម្យ៉ាងទីផ្ទះខ្ញុំបើកទ្វាររកស៊ីទូទីតើនរណាចូលក៏បានដែរបើមិនជឿឥឡូវជាហើយនៅតាផ្ទះរបស់ខ្ញុំខាជាបែបនេះតាពីទេណាដល់ថ្នាក់នេះហើយឯងនៅតែមិនព្រមភ្ញាក់រលឹកទៀតតែឯងចង់ធ្វើអីហ្នឹងទៅ
ជាឆ្ងាយណាស់ទៅយើងមិនគួរទៅពាក់ព័ន្ធជាមួយពួក Apple នឹងទេដើម្បីរស់ពូវាហ៊ានធ្វើរឿងគ្រប់យ៉ាងទាំងអស់មានតែរឿងអាក្រក់ប៉ុណ្ណោះអញយល់ទេមកខ្ញុំច្បាស់ជាមិនមែនជាមនុស្សអាក្រក់ឡើយគាត់មិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់អ្នកដទៃសំបីតែបន្តិចយូនី Apple ជាសិបានរស់ជាច្រើនឆ្នាំមកនេះក្រៅពីចេញទៅក្រៅនៅថ្ងៃទី3រាល់ខែពេលវេលាផ្សេងទៀតគាត់សម្បន់តែនៅក្នុងផ្ទះប៉ុណ្ណោះតែគាត់មានពេលណាទៅធ្វើបាក់គេទៅតែនឹងតែហេតុអ្វីបានជារាល់ខែត្រូវតែចេញទៅក្រៅនៅខែទី3មិនដឹងមែនទេគាត់គឺជាវិស័យបើចង់រក្សារាងកាយជាមនុស្សគឺត្រូវតែនៅពេលកំណត់ណាមួយស្រូបយកធាតុជីវិតរបស់មនុស្សដូចជាឈាមមនុស្សជាដើមនិយាយថាម៉ាក់ខ្ញុំគ្មានធ្វើបែបนั้นទេខ្ញុំធ្លាប់លត់តាមគាត់រួចហើយរដងគាត់តែងតែឡើងភ្នំតែអាចទៅចាំមិនថានឹងជួបឈាមមនុស្សម្យ៉ាងទៀតជាង10ឆ្នាំមកនេះខ្ញុំរបស់យើងសម្បីតែធ្វើទីប្រជុំនេះក៏គ្មានដំណឹងថាមានមនុស្សបាត់ខ្លួនដែរចុះតែគាត់ទៅជញ្ជូនឈាមមនុស្សនៅណាទៅគាត់មិនមែនជាមនុស្សទេធ្វើដំណើរទៅមកច្រើននៅលីក្នុងវិទ្យាមិនមែនជាស្នាគាត់ឡើយប៉ុន្តែនៅកន្លែងមួយទៀតក្នុងរយៈពេលជាង10ឆ្នាំជាប់គ្នាតែងតែមានមនុស្សសាច់ជាបន្តពេលនេះខ្ញុំប្រកាសណាស់ថាជាស្នាដៃរបស់គាត់សម្បីតែទន្សាយក៏មិនស៊ីស្ម័គ្របែបខ្លួនដែរខ្ញុំសង្ស័យថាគាត់គឺជាវិស័យទន្សាយនឹងឯងអ្វីដែលខ្ញុំនិយាយស្ទើរជាកាប់មិនប្រកាសទេលើកនេះគាត់ចេញទៅក្រៅគឺដើម្បីជញ្ជូនឈាមមនុស្សកាន់តែច្រើនដើម្បីអាសាឧបិនជាមនុស្សរបស់គាត់ខ្ញុំប្រអានរបស់ចង្រៃដែលធ្វើបាបគេដូចជាគាត់ខ្ញុំធ្វើតែកម្ចាត់ចោលឲ្យខានតែបានបើឯងជញ្ជូនខ្ញុំនឹងបង្ហាញរបស់ម្យ៉ាងឲ្យមើលឈិតពេលគេមិនចាប់ផ្ដើមឯងយកវាទៅចាំមើលទៅនោះនឹងដឹងពីរូបព្រាងពិតរបស់គេហើយគេមិនបានសម្លាប់មនុស្សទេខ្ញុំក៏មិនអោយលោកសម្លាប់គេដែរអញខត់ខ្ញុំបានមែនទេគេច្បាស់ជាសម្លាប់មនុស្សក្នុងជួរនឹងហើយឬក៏ប្រឡំខ្លួនធ្វើជាគេអ្នកណាកំពុងគូទ្វារលោកគ្រូប្រាប់ថាម៉ាក់ខ្ញុំជាវិស័យទន្សាយឬមួយក៏គាត់ជាម៉ាក់របស់ខ្ញុំតើអ្នកជាម៉ាក់របស់ខ្ញុំមែនទេខ្ញុំយល់ហើយហេមនុស្សនឹងវិស័យខុសគ្នាហ៊ានលេខខ្លួនចំពោះមុខមនុស្សផងចាំមើលខ្ញុំកុំចាត់អញកុំអីធ្វើស្អីហ្នឹងខ្ញុំមើលតែឯងនោះជាងវិញអស់ហើយរបស់ចិត្តខ្លាយជាវិស័យទៅហើយឯងនៅតែជឿទៀតលោកចង់ស្នាប់អីមែនទេអេសបេសាមនុស្សវិស័យនេះបងឯងគាត់ខ្លាយជាវិស័យហើយគួរតែនៅតែលើកក្នុងទៅខ្ញុំមិនធ្វើបាបគេទេតែបើហ៊ានមកដើររហែតរហូតក្នុងចំណោមមនុស្សគឺមិនបានដាច់ខាតតែគេជាអ្នកណាឲ្យប្រកាសចង់ធ្វើអីក៏ទៅអេមិនបានធ្វើអីសោះមិនបានធ្វើអីទាំងអស់គេជិះខ្លាយជាវិស័យទៅហើយមិននឹងគេស៊ីមនុស្សក៏ប្រហែលនេះហើយទេមានភូស្តាអីថាគេស៊ីមនុស្សតែអានហ៊ានพูดភោគខ្ញុំផងឯងឃើញហើយមែនទេពួកអានឹងពូកែបបប្រាស់ណាគូបំណងចុងក្រោយរបស់គូវាគឺដើម្បីតែខ្លួនឯងប៉ុណ្ណោះឯងនៅបានអត្តបទទេហេតុអីមិនជួយត្រូវបានគេគាត់ឡើងមកហើយខ្យល់ខ្មៅខាងក្នុងគុំតែឃ្លីចេញមកក្រៅទេពេលនេះឯងត្រូវតែជួយខ្ញុំដោះស្រាយរឿងជូននេះព្រោះសាកសពស្រីខាងក្នុងគ្មានបំណងអាក្រក់ចំពោះឯងទេតែគុកបំណងរបស់លោកមិនទាន់សម្រេចគេអីចង់មានន័យថាម៉េចពេលដែលខ្ញុំកំពុងពិនិត្យមើលជូអញលួចប្រើរូបកាត់ប្រដាស់ដើម្បីផ្ដោតដំណឹងពេលពួកយើងត្រឡប់មកវិញឯងនៅតែសម្លឹងមើលរណ្ដំជូទៀតខាងក្នុងនោះច្បាស់ជាមានអ្នកវិញហើយអត់ឯងទៅតែចេះតែកម្មតែដើម្បីទៅយករបស់នៅក្នុងរណ្ដំជូនោះមែនទេខ្ញុំមិនមែនជាគ្រូជីទេខ្ញុំប្រើរូបក្រដាស់ដើម្បីនន់សារតែប៉ុណ្ណោះមិនមែនដើម្បីលួចតែដំណឹងស្ដាប់ហើយអត់ឯងខ្ញុំក៏ជាបានទៅយករបស់គេរណ្ដំជូនោះមែនរបស់នេះអាចឲ្យឯងបើកមើលបានហេតុអីបានជាគេស្មោះត្រង់ម្លេះតែនេះមានន័យថាម៉េចជួយមិនជួយសាច់តែទេប្រអប់នេះទនេបែបនឹងតាំងពីខ្ញុំទើបតែបានមកម្លេះខ្ញុំជួយឯងទោះបីជាប្រអប់នេះតែស្អាតក៏ដោយតែនៅក្នុងនេះគ្មានសាសនាថាធ្លាប់តែរបស់អ្វីឡើយតែឯងមានចិត្តល្អព្រមមានខ្ញុំបែបនេះប្រហែលជាវិស័យទន្សាយនោះនិយាយអ្វីប្រាប់ឯងហើយមែនទេក៏ត្រូវដែរឯងពិតជាត្រូវតែប្រុងប្រយ័ត្ននឹងខ្ញុំមែនព្រោះខ្ញុំនឹងសម្លាប់ឯងតាមមនុស្សដែលហៅថាម៉ែនោះចង់ធ្វើអ្វីឲ្យប្រកាសឯងដើម្បីគាត់ថាខ្ញុំចង់ធ្វើអ្វីទេខ្ញុំគ្រាន់តែប្រាប់ឯងថាភារកិច្ចរបស់ខ្ញុំគឺកំចាត់វិស័យតែជាបំណងរបស់មេគុំមែនទេរឿងនេះឯងត្រូវទៅសួរគាត់ដោយខ្លួនឯងហើយខ្ញុំមកទីនេះគឺដើម្បីដោះស្រាយរឿងសាកសពរបស់ចេញប្រៃដុល្លារនិងរឿងឈូមួយនេះទៀតពេលដែលខ្ញុំឃើញសាកសពស្រីអ្នកនេះខ្ញុំដឹងថាវាមិនហោះឡាទេត្រូវតែចាត់ការឲ្យបានឆាប់បំផុតត្រូវតែរកពីចោលតែផលចុងក្រោយគឺត្រូវតែរកពីចោលប៉ុន្តែសាកសពនេះមានសំណាងយ៉ាងខ្លាំងណាស់ឲ្យតែមានឱកាសបន្តិចវានឹងប្រែក្រឡាភ្លាមដូចនេះទាំងរបស់នេះនិងមនុស្សដែលឯងហៅថាម៉ែនោះសុទ្ធតែត្រូវតែស្លាប់ខ្ញុំនឹងសាកសពស្រីនៅក្នុងជួរនេះគ្មានគំនុំមានគ្នាទេតែហេតុតែជាខ្ញុំត្រូវលើកនេះចោលម្យ៉ាងទៀតមានអត់មានបំណងណាក់ចំពោះគេដែរមើលទៅឯងពិតជាជឿធ្ងន់ណាស់ហើយតែសត្វកណ្ដុរនឹងពូចានម្លេះមកពីណាទៅព្រះភ្នំបានបង្ហាញខ្លួនហើយសត្វគេក្នុងភ្នំទើបអើវឹកវបែបនេះព្រះភ្នំបង្ហាញខ្លួនហើយទើបសត្វក្នុងភ្នំអើវឹកវបែបនេះព្រះភ្នំបង្ហាញខ្លួនឬមួយក៏ព្រះភ្នំបានស្លាប់ទៅហើយខ្ញុំគិតថាសំបីតែវិញ្ញាណក៏មិនហ៊ានប៉ះពាល់ដល់ព្រះនៃភ្នំមួយដែរព្រោះអីព្រះភ្នំមានត្រាព្រះភ្នំនៅក្នុងដៃតែអាចក៏នៅក្នុងនៅទីនេះបានបើព្រះភ្នំស្លាប់ដែរនៃតំបន់នេះច្បាស់ជាវឹកវមិនខានប៉ុន្តែបើព្រះភ្នំនេះធ្វើរឿងអាក្រក់ដែរខ្ញុំក៏នឹងកំចាត់គេដើម្បីយុទ្ធធម៌ដូចគ្នាអត់ត្រូវការតែខាងវិក្លាគឺអាចធ្វើជាព្រះភ្នំបានយ៉ាងហោចណាស់អត់ទៅមានការអាសីការរយចាំដែរបើមិនអីចឹងទេធ្វើមិនអាចបង្ក្រាបពូពិស័យនៅលើភ្នំនេះបានតែបើព្រៀបនឹងការតាំងសេរបស់ម៉ាក់ឯងវិញនៅលើភ្នំនេះគាត់គ្រាន់តែជាតួអង្គតូចតែប៉ុណ្ណោះកម្រិតសិលប៉ុណ្ណឹងមិនអាចធ្វើជាព្រះភ្នំបានទេមែនហើយម៉ាក់ខ្ញុំនៅតែក្នុងផ្ទះរាល់ថ្ងៃក្នុងមួយខែចេញទៅតែនៅខែទី3គ្មានពេលទៅគ្រប់គ្រងរឿងនៅលើភ្នំឯណាចុះគាត់អាចធ្វើជាព្រះភ្នំបានយ៉ាងម៉េចទៅឬមួយមានរឿងកើតឡើងចំពោះព្រះភ្នំមែនមនុស្សគាត់តែត្រូវដូចជាគាត់បើជួបម៉ាក់ខ្ញុំច្បាស់ជាដកដៅចាក់មិនខានខ្ញុំមិនអាចបណ្ដោយឲ្យរឿងបែបនេះកើតឡើងឡើយអូលីវអញក៏មិនធ្វើស្អីនៅទីនេះអត់មានធ្វើអីទេចុះឯងចាំទៅណាថយចេញឲ្យឆ្ងាយពីខ្ញុំបន្តិចទៅឡើងភ្នំបន្តិចឯងឡើងភ្នំធ្វើអីចុះម៉ាក់ឯងណៃណាគាត់មានការរវល់ចេញទៅការបន្ថយចុះឯងរើបានថាព្រះភ្នំដល់ពីណាកាលពីលើកមុនខ្ញុំបានផឹកសាតិចតួចនៅលើភ្នំរួចក៏លបលាងភ្នំមួយដេកលក់ទៅលុះភ្ញាក់ឡើងក៏ឃើញរបស់នេះនៅក្នុងលាងភ្នំខ្ញុំក៏ដូចយកវាជាមកឯនោះទៅឯងសាកប្រាប់មើលតើព្រះភ្នំនឹងមកតាមរកខ្ញុំទេចាំងឆាំងសិនក៏ស្លាប់បាត់ហើយតើអ្នកបន្តអាចជាខ្ញុំទេនងខ្ញុំទៅមើលលាងភ្នំនោះបន្តិចមើលក្រែងលោអាចជួបព្រះភ្នំច្បាស់ជាដឹងថាអាស្រមរបស់ម៉ាក់ខ្ញុំណែណាហើយឲ្យតែបានសួរព្រះភ្នំគឺដឹងកាត់ច្បាស់ហើយមិនកើតទេក្តៅណាស់ Hobbs Oster ទ្រាំមិនបានហើយស្លៀកពាក់ខោអោតតិចជាងខ្ញុំផងមិនក៏ថាក្តៅទៅវិញមិនក៏មិនឃើញថាញ៉ុយចឹងឬមួយគាត់ជាខ្មោចក្តៅណាស់ឌីឯងមិនក្តៅទេហីក្តៅតាខ្ញុំភ្លេចយករបស់ខ្ញុំត្រឡប់ទៅយករបស់បន្តិចទៅចុះក្តៅណាស់ខ្ញុំក៏ខ្ជិលដែរឌីមិនយកសោះហើយទៅគេចោះពីសាច់នឹងបង្ហាញរូបរបស់តាយូគេសម្រាប់ចិត្តទៅផ្ទះតាយូដើម្បីមើលឲ្យច្បាស់មិនខ្វៃនៅទីនេះខ្ញុំភូមិផ្លិនឆាត់ឈាមទើបមកតាមរកមើលចុះតើអញបានឃើញអ្វីខ្លះឃើញសាកសពតាលីវនិងវិញ្ញាណរបស់គាត់នាំខ្ញុំទៅមើលឌីមកនេះមកខ្ញុំមានរឿងចង់ប្រាប់
ការពី15ឆ្នាំមុនម៉ែងឡើងភ្នំពេលនោះខ្ញុំគាត់នៅទីនោះដែរហើយចុងក្រោយក៏ឃើញគាត់ធ្លាក់ចូលទៅក្នុងជ្រោះខ្ញុំភ័យខ្លាចខ្លាំងណាស់ស្មានតែគាត់ស្លាប់ហើយក៏ប្រញាប់រត់ចុះពីលើភ្នំមិននឹកស្មានថាពីថ្ងៃក្រោយមកម៉ែងមិនអីសោះថែមទាំងគូកាន់តែធូរទៅពីមួយថ្ងៃទៅមួយថ្ងៃពេលនោះខ្ញុំគិតថាម៉ែងមិនមែនគ្រាន់តែសំណាងល្អទេតែគឺត្រូវបានអ្វីម្យ៉ាងជួយសង្គ្រោះអ្នកម្នាក់នោះជាមនុស្សល្អហើយត្រូវប្រយ័ត្នគ្រូកណ្ដុរផងខ្ញុំនិយាយអស់ហើយម្ចាស់ទឹកម្ចាស់ដីនៅទីនេះមិនប្រញាប់ចេញមកជួបយើងទៀតចុះចុងក្រោយគាត់ជាមនុស្សរស់ឬជាខ្មោចទៅតែខ្ញុំគួរជឿពាក្យសម្ដីគាត់ដែរទេតាលោកជាប្រែភ្នំមែនទេចាវាយរបស់ខ្ញុំទៅជាប្រែភ្នំនំខ្ញុំទៅជួបគាត់បានទេបានតារកយើងមានការអីលោកជាប្រែភ្នំមែនទេពិតមែនហើយយើងនេះហើយជាប្រែភ្នំតែអញចង់ធ្វើអ្វីខ្ញុំគ្មានចាំមកទៀតទេខ្ញុំគ្រាន់តែចង់ឲ្យលោកប្រាប់ធម្មតារបស់ខ្ញុំរស់នៅកន្លែងណាលើភ្នំនេះកន្លែងដែលគាត់រស់នៅគឺអាក៏បានខាងណាសូម្បីតែខ្ញុំក៏មិនដែរដល់ដែរតែខ្ញុំអាចប្រាប់អញបានឆ្លើយសំណួរខ្ញុំមួយសិនមកបានចាត់ទុកថាជាការដល់រត់ចុះតែអញធ្លាប់ឃើញរូបពិតរបស់គាត់ទេក្នុងនាមជាទេពប្រាសាទភ្នំបែរជាមិនដឹងថាម៉ាក់ខ្ញុំមានរូបពិតជាអ្វីទៅវិញនេះមិនធម្មតាឡើយបើអញមិនដែលឃើញខ្ញុំរត់តែចង់ឃើញតែគាត់កំណាញ់ណាស់មិនដែលបង្ហាញរូបពិតឲ្យអ្នកណាឃើញឡើយតែម៉ាក់ខ្ញុំរស់នៅកន្លែងណាខ្ញុំចង់ទៅរកគាត់នឹងពេលនេះសំបីតែខ្លួនគាត់ក៏រក្សាមិនចង់រួចផងអញហ៊ានសម្រាប់គុំគៀមផងណាបើហ្វុងក៏ដកខ្លាចជាគ្រូកាយតាសត្វទេទៀតអាយរូបានដល់របៀបណាអញគិតថាខ្ញុំគ្មានការយល់ដឹងរឿងសាមញ្ញបែបនេះទេអីតើទេប្រាសាទភ្នំដកពិតប្រាកដនៅណាតើត្រាទេភ្នំមានបញ្ហាហើយមែនទេតើអញមកទីនេះធ្វើអីតើអញជាអ្នកណាឲ្យប្រាកដរបស់ជាច្រើននៅក្រោមភ្នំលេងស្ទឹកក្រោមការគ្រប់គ្រងហើយច្បាស់ជាត្រាទេភ្នំមានបញ្ហាហើយនិយាយមកតើអញលួចត្រាទេភ្នំទៅមែនទេឬមួយក៏គាត់ជាអ្នកលួចត្រាទេភ្នំចេញមកហើយពូលីវដែលវង្វេងវង្វាន់ក៏ដើរចូលមកដោយឆៃដនលូដឹងខ្លួនឡើងក៏ឆ្លៀតយកត្រាទេភ្នំទៅបាត់គាត់ខឹងខ្លាំងពេកក៏សម្លាប់ពូគេចោលមិនផ្លៃទេតែពូលីវប្រាប់ខ្ញុំឲ្យប្រយ័ត្នកណ្ដុរមែនហើយយ៉ាងម៉េចដែរអត់តែជាកណ្ដុរគឺមិនអាចធ្វើជាទេពប្រាសាទភ្នំបានមែនទេទេវតារកព្រាតបាត់នៅឋានលើបង្ការគ្រោះអាសន្នរកកណ្ដុររៀងរាល់ឆ្នាំដើម្បីកាត់បន្ថយចំនួនពួកឯងជាសត្វចង្រៃយោទេបើឯងធ្វើជាទេពប្រាសាទភ្នំមិនក៏ជាលីកាឡាទេហើយទេពប្រាសាទភ្នំចេញមកជួបគៀមភ្នំនេះលែងមានទេពប្រាសាទភ្នំទៀតហើយថាទេពភ្នំត្រូវបានមនុស្សម្នាក់នោះវាបំបាយបាត់ហើយខ្ញុំរកគាត់ឃើញក៏ខំដែរក៏គាត់ស្លាប់ទៅអញសម្លាប់មនុស្សស្លូតត្រង់មកទទួលយកក្តីស្លាប់ទៅកណ្ដុរនៅតែជាកណ្ដុរចេះតែលបលាក់តែប៉ុណ្ណោះតាមពិតទៅវាបានថាជាភាសាទៅហើយចរិតពីកំណើតពីបាក់កាណាតែឯងពិតជាមិនដែលឃើញរូបរាងពិតរបស់ម៉ាក់ឯងមែនហ៎គ្មានពិតមែនតើវាអាចទៅរួចយ៉ាងម៉េចទៅម៉ាក់របស់ឯងនិយាយស្ដីក៏តែទួយដែរច្បាស់ណាស់ថាបារមីរបស់គាត់នឹកស្អីណាមិនអាចគ្រប់គ្រងរបស់សាប់សាពើនៅក្នុងភ្នំតែមួយនេះបានឡើយគួរយើងចុះពីលើភ្នំទៅនាំខ្ញុំទៅមើលក្នុងបន្ទប់ម៉ាក់ឯងមិនតិចមើលចង់ជួនៅកន្លែងភ្នំនោះមិនក៏ទៅនៅក្នុងផ្ទះឯងបាត់ទៅហើយតើមេភូមិកាត់អីឲ្យប្រកាសហ្នឹងឬមួយក៏ត្រូវខ្មោចចូលសន្តិដ្ឋាយឡើងគិតពីគិតយូរអីទៀតហើយគាត់ពិតជាឈួតហងវែងធ្ងន់ធ្ងរណាស់អញមិនឃើញទេអីគាត់លុតជង្គង់ក្រាបក្បាលសិនតែញ៉ាត់ទៅហើយហ្នឹងទុកឲ្យខ្ញុំជាអ្នកដោះស្រាយចុះអ្នកមីងគាត់ចិត្តងាប់ហើយល្មមដោះលែងគាត់ទៅមេភូមិមកផ្ទះខ្ញុំស្រាប់តែត្រូវខ្មោចចូលមជូរនោះគ្រាន់តែជាអ្នកដំណើរម្នាក់ប៉ុណ្ណោះខ្ញុំចុះពីលើភ្នំសិនហើយខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ទៅកាន់មជូរនោះគាត់ក៏ព្រមជប់ភ្លាមតែម្ដងមិនក៏បន្ទប់ម៉ាក់ឯងសាមញ្ញយ៉ាងនេះគាត់មិនដែលតុបតែងខ្លួនអីសោះរាល់ថ្ងៃរស់នៅសាមញ្ញបំផុតនឹកស្មានមិនដល់ថាគ្មានភាពពិសេសក៏តែសោះតើវាអាចទៅរួចយ៉ាងម៉េចទៅឬមួយក៏មកពីម៉ាក់ខ្ញុំគាត់ចូលចិត្តភាពស្អាតស្អំភាពពិសេសនិងក្លិនឆាបរបស់ពូពិសេសគឺខុសគ្នាទោះបីជាម៉ាក់ឯងចូលចិត្តស្អាតយ៉ាងណាក៏ដោយក្លិនឆាបលើខ្លួនអាចជំរះបានតែបើចំណេះភាពពិសេសមិនអាចសងសំបីតែបន្តិចបែបនេះបើធៀបនឹងបារមីរបស់គាត់គឺមិនអាចទៅរួចឡើយមានអ្នកណាទេមានមនុស្សមកពីខាងក្រៅឯងចេញទៅមើលបន្តិចទៅម៉ាក់ខ្ញុំមិននៅទេចាំពីរបីថ្ងៃទៀតសុំមកណាតាចាងឆាងសឹងជាអ្នកភូមិរបស់គូឯងមែនទេបរិសម្នាក់នេះបានលក់ចាងឆាងសឹងនឹងក្រៅមកទីតាភ្នំពុទ្ធវិណាដែលឧបតាមទីតាភ្នំតែមកកាលណាទេប្រហែលគាត់បាននិយាយរៀបរាប់ជិះមកគេអស់ខ្ញុំឆ្លៃថែមទាំងនិយាយគេថាមានសេម្នាក់ប្រាប់ឲ្យយកត្រាមកទីតាភ្នំមកស្នែងវិញឲ្យដូចខ្ញុំមួយ00មកខ្ញុំមិនអាចលុកខាត់ឯងទេការរកស៊ីមានច្បាប់ទម្លាប់របស់វាមួយរយៈនេះដែលខ្ញុំរត់បន្តិចហើយសុំជំពាក់សិនបានទេអញ្ចឹងដោយមួយ00នេះតែទៅថាឯងជំទាក់ខ្ញុំចាប់បើខ្ញុំមានការអីឲ្យជួយឯងហាមបដិសេធណាតើតាអ្នកតាភ្នំនេះមកពីណាមិនក៏ខ្លាចជាមន័យកាយតែទៅវិញឌីអ៊ីបានរៀបរាប់រឿងអំបញ្ញមិញប្រាប់លោកគ្រូហើយព្រមទាំងរឿងដែលស្រីម្នាក់នោះយកដៃតែមកក៏បានប្រាប់គាត់ដែរស្រីម្នាក់នេះពិតជាខ្លាំងធំមែនហ៊ានទាំងយកដៃទៅហើយមិនព្រមយកមកវិញទៀតមិនដឹងទេអីថាថាអ្នកតាភ្នំគឺខាងលើជាអ្នកប្រកល់ឲ្យខាងលើណាគេអញគិតថាធ្វើជាអ្នកតាភ្នំស្រួលណាស់មែនទេនៅខាងលើមានគេចាត់ចែងរឿងទាំងនេះជាពិសេសលុះត្រាតែមានការទទួលស្គាល់ថាអ្នកតាភ្នំពីខាងលើទៅចាត់ទុកជាអ្នកតាភ្នំពិតប្រាកដចុះបែរលើយកថាអ្នកតាភ្នំទៅប្រកល់ឲ្យវិញតើប្រអប់របស់ម៉ាក់ខ្ញុំមានតែអ្វីទៅជាអ្វីនោះមិនយូរទេឯងនឹងបានដឹងម៉ាក់ឯងលះបង់ធនណាស់តម្រាំតែចិញ្ចឹមអញធនដឹងក្តីវាមិនងាយស្រួលទេចិញ្ចឹមខ្ញុំធំប៉ុណ្ណឹងពិតជាមិនងាយស្រួលមែននេះធ្វើឲ្យខ្ញុំប្រូការគិតចំពោះម៉ាក់ខ្ញុំហើយរឿងរ៉ាវរវាងពួកឯងទាំង3នាក់ពេលដែលឯងឲ្យខ្ញុំចូលសន្តិដ្ឋាយឯងនឹងដឹងមិនខានថាអ្នកតាភ្នំតែយកទៅទុកកន្លែងណាវិញជាបន្ទាន់បើមិនអាចចិនទេនឹងមានរឿងក្នុងហើយលឿនឡើងម៉ាក់ប្រញាប់រត់ទៅលោកគ្រូនៅជាប់ចំណងជាមួយហ្វូងកណ្ដុរច្រើនណាស់គាត់មិនសាប់មិនខានទេលីអ៊ីអែងកុំទៅកុំខកពីគាត់អីតែគាត់មកជាមួយខ្ញុំគាត់មិនមែនជាមនុស្សល្អទេយើងត្រូវត្រឡប់ទៅជួយគាត់មកជាមួយខ្ញុំពួកយើងត្រូវទៅរកអ្នកតាភ្នំដើម្បីប្រកួតត្រាអ្នកតាភ្នំវិញមិនបាច់ជួយគាត់ទេហុចត្រាទេភ្នំមកឲ្យម៉ែសិនម៉ែគឺជាទេភ្នំតានេះមានរឿងអីឲ្យប្រកួតម៉ែរបស់ខ្ញុំជាទេភ្នំតាដែរម៉ែយ៉ាងម៉េចហើយមិនអីទេចាប់ហុចត្រាទេភ្នំមកឲ្យម៉ែអញចង់ឲ្យខ្ញុំមានវឹកវរមែនទេមិនមែនដែរម៉ែខ្ញុំបាត់ទេអីចុះហេតុអីអំបញ្ញមិញទីខ្ញុំរត់ឡើងខ្លាំងបែបនេះមិនតែគាត់មានថ្ងៃទុកខ្ញុំចោលនឹងខកពីជីវិតខ្ញុំហើយអូខ្ញុំរត់បែបនេះឡើយហើយក៏តែនឹងអាចសង្គ្រោះតែខ្ញុំម្នាក់ដែរម៉ែបើឲ្យត្រាទេភ្នំតម៉ែមានតែរបស់សុខសាពីនេះទេត្រូវហើយឲ្យតែមានទេភ្នំតើពួកអវិស័យនៅលើភ្នំនេះហ៊ានខ្លាំងក្នុងទៀតទេល្អណាស់ខ្ញុំនឹងយកឲ្យម៉ែលើនេះមិននឹកស្មានថាត្រូវក្មេងដូចឯងមើលខ្លួនសោះអញ្ចឹងមានតែយើងខំដែកកែមហើយស្វែងរកវានៅលើសាកស្បែងហើយ
មិនงั้นឯងមិនទាន់ត្រឡប់មកវិញទេអីយើងមិនទាន់មកវិញឯងចង់ខាំសម្រាប់គេមែនទេសុំលៀបលេងជាបផងសុំលៀបលេងជាបផងច្បាប់នៅលើភ្នំនេះយើងបានប្រាប់ឯងច្រើនដងហើយគឺហាមធ្វើបាបមនុស្សខ្ញុំដឹងខុសហើយបាទដឹងខុសហើយយើងមានការមួយឲ្យឯងទៅធ្វើបាទធ្វើបានសម្រេចយើងនឹងលើកលែងជីវិតឲ្យអរគុណលោកទេភ្នំសូមលោកទេភ្នំបង្កប់មកចុះចូលយករបស់នេះទៅបឹងស៊ីហូលោកទេភ្នំតើឲ្យយកទៅឲ្យអ្នកណានៅបឹងស៊ីហូឯងខ្លាចជាបិសាចយូគូសំតែហើយតើឯងមិនស្គាល់ទេតាបឹងស៊ីហូជាអ្នកណាទេអីស្គាល់ខ្ញុំតែលើហើយម៉ែតាមពិតទៅម៉ែគឺជាទេភ្នំសោះភ្ញាក់ផ្អើលមែនទេភ្ញាក់ផ្អើលខ្លាំងណាស់ពិតមែនហើយម៉ែគឺជាទេភ្នំពិតប្រាប់ម៉ែនេះរបស់នេះប្រគល់ជូនម៉ែវិញDE មិនមែនជាកូនបង្កើតរបស់ម៉ែទេមែនទេដូចជាអញ្ចឹងមែនទោះជាសម្រាប់កូនរួចធ្វើពលជីវិតនឹងប្រែប្រួលតែម៉ែគ្មានភាពខុសប្លែកបន្តិចណាស់តតែសោះនេះបញ្ជាក់ថាម៉ែមិនដែលពូតតែសោះចុះតើនរណាបង្កើតខ្ញុំមកហើយរឿងទាំងអស់នេះជាយ៉ាងម៉េចទៅវិញ DE ឯងមិនមែនការចេញពីពូម៉ែទេតែម៉ែតែងតែចាត់ទុកឯងជាកូនបង្កើតរហូតមកនិយាយប្រាប់មកតើរឿងទាំងអស់នេះវាយ៉ាងម៉េចឲ្យប្រកបកាលពី15ឆ្នាំមុនគាត់បានណាត់ម៉ែឡើងភ្នំដើម្បីមើលចររាសីមិននឹកស្មានថាមិនទាន់តែបានជួបម៉ែផងគាត់ធ្លាក់ប្រឡាយទឹកស្លាប់បាត់ទៅហើយមុនពេលស្លាប់គាត់បានប្រាប់ឲ្យម៉ែប្រែកាយជារូបរាងរបស់គាត់ហើយទៅទទួលយកទីរំលែកនៅក្នុងភ្នំបងឡើយម៉ែបានបដិសេធហើយតែក្រោយមកម៉ែយកសត្វសម្លេងទីរយំបីគ្នាជាប់គ្នាទើបម៉ែសម្រេចចិត្តធ្វើតាមក្រោយមកគាត់ធ្វើពុតជាសម្រាប់ឡើងចេញមកហើយចិញ្ចឹមឯងគាត់ផុតផុតដល់ពីមួយថ្ងៃទៅមួយថ្ងៃចុះ Hello នេះម៉ែនៅចាំរំភ្នំនោះទេថាវាស្ថិតនៅកន្លែងណាចាំតាបើសិនជាឌីចាំទៅម៉ែអាចនាំឯងទៅបានល្អហើយបើមិនទៅរំភ្នំនោះទេខ្ញុំក៏មិនអាចដឹងថារឿងពិតជាយ៉ាងណាដែរខ្ញុំប្រាប់ហើយម៉ែគឺជាម៉ែរបស់ខ្ញុំម៉ែសាក់សស្គិនអ្នកនោះទៅបានទីគាត់ឡើងហើយក៏បងក៏ទុកនៅក្នុងផ្ទះប្រសិនបើសាក់សឹកនោះអាយុឡើងវិញទាំងស្រុងនោះខ្ញុំប្រកាសជាអាចដឹងរឿងរ៉ាវកាន់តែច្រើនថែមទៀតនោះដើមឡើយជាផ្ទះរបស់នាងតាម៉ែចុះម៉ែមិនគិតចុះពីលើកមិនទេអីចុះតាមិនក៏មិនទៅម៉ែទម្លាប់មានកូនប្រុសដូចជាឯងទៅហើយម៉ែគូពីមិនក៏ម៉ែចាំទៅសួររឿងនេះដូចជាមិនសូវគូសន្ទេតែដោយសារឯងជាកូនរបស់ម៉ែចាំថ្ងៃក្រោយម៉ែនឹងប្រាប់ឯងម៉ែមិនបានបង្ហាញរូបរាងពិតយូរណាស់មកហើយចុះកាលពីមុនខ្ញុំធ្លាប់ឃើញម៉ែទេប្រហែលជាមិនដែរទេខ្ញុំទៅផ្ទះមេភូមិមើលបន្តិចសិនខ្ញុំមានអារម្មណ៍ថាមេភូមិនេះរៀនប្លែកមិនដឹងខ្ញុំត្រូវតែចេញទៅក្រៅទៀតបើមិនយកដៃរបស់សត្វតន្ត្រីទេភ្នំត្រឡប់មកវិញទេវានឹងជាអតិពលធំណាស់ទៅជាមួយគ្នាទៅដើម្បីបានជួយមើលការកត់ត្រាគ្នាមិនបាច់ទេខ្ញុំទៅម្នាក់ឯងបានហើយចុះកដារំជួលនេះត្រូវដោះស្រាយម៉េចនៅរបស់ខ្ញុំបានជាមកហើយថាឯងនៅតែត្រូវចាប់ការសាកសពស្រីម្នាក់នេះដដែលខ្ញុំដឹងបាត់ទៅហើយថាឯងនឹងនិយាយបែបហ្នឹងរកកន្លែងលាក់កដារំជួលសិនទៅក៏ពីចោលតែម្ដងទៅបានទេមិនបានទេបើក៏ពីម្ដងទៀតគាត់ដែលនៅខាងក្នុងនឹងលំលក់ក្នុង donate ឡើងវិញចុះបើដាក់គាត់ប៉ុតែម្ដងទៅយកអញទៅចោលអញទៅរៀបចំកន្លែងទៅខ្ញុំនឹងសូត្រធននាំសំណាមពីកន្លែងផ្សេងមកទីនេះដើម្បីជួយឲ្យគាត់ឆាប់ដឹងខ្លួនឡើងវិញមេទេគ្មានគូប្រៀបក្រឡាយក្រវិលយានយ៉ាងម៉េចហើយតែទួយរហហើយខ្ញុំនឹងបើកកដារំជួលដូចលើកមុនហើយឯងដាស់គាត់ទៅអ្នកមីងភ្ញាក់ឡើងបន្តទៀតគាត់កេងយូពេកហើយអ្នកមីងបន្តទៀតទៅគាត់កេងយូពេកហើយអ្នកមីងមិនអាចទៅរួចទេខ្ញុំបាននាំសំណើមនៅក្បែរនេះមកអស់ហើយតើគួរតែគ្រប់គ្រាន់ធ្វើឲ្យគាត់ដឹងខ្លួនហើយមិនក៏ទៅជាអញ្ចឹងវិញតើមានខុសឆ្គងត្រង់ណាទេដឹងស្ថានភាពមិនប្រងគ្នានេះគាត់គួរតែដឹងខ្លួនឡើងវិញយូរហើយខ្ញុំសាឡបងម្ដងទៀតមើលគ្មានហេតុផលតតែសោះវិធីសាស្ត្ររបស់ខ្ញុំមកបាននេះទោះជាអ្នកទៅតែស្លាប់ក៏អាចដាស់ឲ្យដឹងខ្លួនឡើងវិញបានដែរចុះទម្រាំតែគាត់ស្លាប់ជាង10ឆ្នាំទៅហើយនោះតាមមានរឿងអីហ្នឹងពីវ៉ាហើយខ្ញុំមិនគួរដាស់គាត់បែបនេះទេធ្វើឲ្យគាត់ត្រូវលាតត្រដាងហើយមានមនុស្សមករកគាត់ហើយបានជាគាត់ខ្លាចតែជាអ្នកណាទៅឬមួយជាកូនគ្រួសាររបស់សាកសពស្រីម្នាក់នោះមិនគួរអីចឹងសោះបើជាសាច់ញាតិហេតុអីគាត់ត្រូវខ្លាចដែរពីវ៉ាហើយមកដល់ហើយកុំមកឲ្យសោះតែគេសែងជួននេះយកទៅណាអ្នកណាជាអ្នកបញ្ជារឿងនេះស្មុគស្មាញជាងខ្ញុំទៅទៀតខ្ញុំដឹងហើយថាហេតុអីខ្លះលើបង្ខំឲ្យខ្ញុំប្រញាប់ចាត់ការសាកសពស្រីម្នាក់នេះម្លេះមិនដឹងថាអ្នកណាសែងសាកសពស្រីនោះទៅមែនទេតែនៅពីខាងរូបប្រដាទាំងនេះច្បាស់ជាមានមេខំម្នាក់ថ្មីនេះខ្ញុំកំពុងតាមស៊ើបមើលរឿងនេះរហូតប្រសិនបើយើងជាយាមនៅពួកគេនៅថ្ងៃនេះនោះផ្នែកស្អែកច្បាស់ជាមានរឿងមិនខានអ្វីដែលនឹងមកដល់យើងមិនអាចទប់ទល់បានឡើយបើតារាងគឺមានតែសពប៉ុណ្ណោះចុះសាកសពស្រីនៅក្នុងជំនួសគឺតែមិនវិញឈប់គិតពីរឿងសាកសពស្រីនោះទៀតទៅអត់តែគូសាកសពនេះខ្ញុំទៅហើយបើគ្មានសំណាងរបស់ខ្ញុំទេឯងគ្មានផ្លូវបានជួបមនុស្សដែលនៅពីក្រោយពួកគេឡើយនឹងក្រៅពួកគេហូបពីថាសម័យរបស់ឯងទៅទៀតចុះឲ្យខ្ញុំចូលមើលគេយកទៅទេបែបនឹងមែនទេហើយក៏មិនដឹងថាអាចជួបគេទៀតរត់ផងពេលនេះឯងកុំតន់គិតច្រើនហើយមនុស្សលំដាប់នោះឯងនាពេលនេះគ្មានសិទ្ធិទៅប៉ះពាល់បានឡើយឯងដើរទៅក្រៅជាមួយខ្ញុំមួយផ្លែទៅដោយប្រមាណរយនេះស្មើនឹងឯងបើខាន10ថ្ងៃដែរគ្រាន់តែជួយការងារខ្ញុំបន្តិចបន្តួចទៅឈីរកលុយកាក់ខ្លះផងអញ្ចឹងខ្ញុំមានលុយទិញទូរស័ព្ទហើយតាប្រយ័ត្នបន្តិចកុំអោយប៉ះដល់គេដឹងហើយខ្ញុំប្រយ័ត្នណាបើប៉ះតែបន្តិចមិនដឹងត្រូវសងគេប្រមាណឆ្នាំទៅរួចទេអូនឯងអត់មានផ្លែទេហីនេះជាឡានបងណាចង់រាយយកឲ្យយកក្រដាសជូតតើអាចទេអញគេថាម៉េចចុះឥឡូវត្រូវធ្វើម៉េចទៅមានតែសឹងលុយហ្នឹងស្នាមប៉ុណ្ណឹងអស់ប្រមាណដែរយ៉ាងហោចណាស់ក៏10000ដែរមានរឿងអីហ្នឹងខ្ញុំអត់ប្រយ័ត្នធ្វើឲ្យដាស់វាបន្តិចតែអ្នកនេះក៏បារម្ភហីខ្ញុំនឹងសំថ្លៃគួតខាត់ត្រឹមនេះយ៉ាងហោចណាស់ក៏ជា10000ដែរអញមានលុយសង្ហេឥឡូវអត់ទាន់មានទេតែខ្ញុំនឹងសងសូមជឿជាក់លើខ្ញុំចុះហើយទៅមើលទៅអញក៏គ្មានលុយកាក់អីដែរមិនបាច់សងទេលើកក្រោយប្រយ័ត្នប្រយែងផងអញដឹងមិនមែនទេថាគាត់មិនអោយអញសងខ្ញុំមើលភិនភាគគាត់ដឹងថាគាត់ជាមនុស្សចូលចិត្តធ្វើបុណ្យហើយច្បាស់ជាអាណិតមនុស្សជិះម៉ូតូអគ្គិសនីដូចជាខ្ញុំជួយយករបស់នេះទៅឲ្យក្មេងស្រីនៅខាងក្នុងនោះបន្តិចតើអត់ខ្ញុំជួយអ្នកណាទៅណាគេមកដល់ឯងនឹងហើយបើភាពជាចំណេះទូទីរបស់ខ្ញុំទៅនឹងម៉ាក់របស់ខ្ញុំគឺនៅខុសគ្នាឆ្ងាយណាស់បើតាមច្បាប់ធម្មជាតិម៉ាក់របស់ឯងជាមនុស្សមិនអាចទូទីឲ្យមនុស្សបានទេទឹកក្នុងមួយថ្ងៃអាចទីបានតែ3នាក់ប៉ុណ្ណោះបើទីច្រើនជាងនឹងគាត់ទ្រាំមិនរួចទេតែឯងមិនដូចគ្នាទេឯងជាមនុស្សពិតប្រាកដឯងមានឱកាសអភិវឌ្ឍខ្លួនបានច្រើនជាងម៉ាក់របស់ឯងឆ្ងាយណាស់គឺគាត់នឹងហើយជាអ្នកសរសេរសម្បត្តិនេះហើយបានប្រកល់វាឲ្យខ្ញុំយកមកឲ្យអ្នកនាងអូខេខ្ញុំយល់ហើយនេះជាលុយធីបអរគុណពិតជាទូលីមែន
រដងខ្ញុំខំធ្វើការសមុកកុំចាត់ខ្មោចមួយបានតែ2-300តែអ្នករត់ទៅនេះគ្រាន់តែជុំផ្លូវសោះក៏រកលុយបានស្រួលបាត់នេះជាអ្វីដែលលោកសរសេរមែនទេបាទគឺខ្ញុំសរសេរហេតុអីសរសេរឡើងខ្ញុំសុំទោសផងមុននឹងខ្ញុំបានកត់ឡានរបស់អ្នកនាងបាទខ្ញុំមិនធ្វើអ្វីសោះវាមិនសមតតែសោះបាទខ្ញុំនិយាយថាលោកជាគ្រូបោកប្រាស់ម្នាក់ខ្ញុំមិនមែនជាគ្រូបោកទេជួយមិនជួយសាច់តែលើអ្នកនាងទេបាទខ្ញុំនៅតែនិយាយថាលោកជាជនបោកប្រាស់លីអ៊ីបានប្រាប់ពីរឿងរ៉ាវរបស់គូទន្ទឹងតែលោកបានមើលឃើញតាមរយៈទន្ទារបស់នាងបាននិយាយជាមួយគូទន្ទឹងរួចហើយតើឌីរ៉ិនគូវៃនេះជាកូនស្រីរបស់ខ្ញុំពូថឹងថឹងសុំសួរលោកគ្រូមានប្រកបអ្វីដែរខ្ញុំមិនមែនជាលោកគ្រូអីទេអំបញ្ញមិញខ្ញុំបានធ្វើឲ្យឈ្កូតឡានលោកទើបបានជាខ្ញុំដឹងហើយកូនស្រីខ្ញុំប្រាប់ខ្ញុំហើយគាត់ជាថៅកែធំល្បិចអីក៏គាត់ធ្លាប់ឆ្លងកាត់ដែរច្បាស់ជាដឹងហើយខ្ញុំមើលដឹងមុនថាកូនស្រីគាត់នឹងមិនឲ្យខ្ញុំសម្លុយទេគ្រាន់តែមិនចង់និយាយកាត់មុខប៉ុណ្ណោះអំបញ្ញមិញលោកគ្រូនិយាយថារបស់ដែលខ្ញុំជូនមនុស្សម្នាក់នោះមិនចូលចិត្តទេហេតុអ្វីបានជាលោកគ្រូមានប្រសាសន៍បែបនេះខ្ញុំមើលទៅលើអ្នកនិងកូនស្រីរបស់អ្នកទម្រង់មុខមិនឃើញមានការប្រែប្រួលអ្វីសោះពីក៏គ្រាន់នឹងបញ្ជាក់ពីរឿងនេះហើយការណាត់ញ៉ាំបាយនេះខ្ញុំណាត់យូរណាស់ទើបគាត់ព្រមមកខ្ញុំដឹងថាគាត់ចូលចិត្តវត្ថុបុរាណសំនឹងឆ្នាំនេះជាឆ្នាំកំណើតរបស់គាត់ផងទើបលើកនេះរបស់ដែលជូនអស់ជាង1 លានគាត់គួរតែចូលចិត្តវាតែជួនអ្វីទៅគឺខ្លាចចម្លាក់ពីត្បូងចិនអានពីសម័យនេះឈុងឆេងរបស់នេះគឺខ្ញុំនឹងបាជ្រើរើសជាមួយគ្នាណាមុននឹងទិញក៏បានឲ្យអ្នកជំនាញពិនិត្យរួចហើយដែរក៏ជាត្បូងសម័យនេះឈុងឆេងក៏ប្រាប់អត់មែនហើយក៏ជាវត្ថុបុរាណទៅដែររឿងនេះមិនអាចខុសទេការពីអ្នកដែលបានជូនខ្លាចទៅគាត់តើមានអ្នកផ្សេងណាជូនទៀតទេលោកគ្រូតើលោកចង់មានន័យថាយ៉ាងម៉េចក្នុងមួយមិនអាចនឹងខ្លាចទេបើមុននឹងគេមានខ្លាមួយរួចហើយអ្នកជួនមួយទៀតទោះជាថ្លៃឬអស់លុយច្រើនយ៉ាងណាក៏ដោយវានឹងខ្លាចជាមានខ្លាពីរបែបនឹងមានឬបំហើយប៉ាភ្លេចរឿងការពី3ឆ្នាំមុនហើយមែនទេគេតែអត់ឲ្យការពី3ឆ្នាំមុនខ្ញុំធ្លាប់ជូនរូបខ្លាមួយទៅគាត់ការនោះគាត់ចូលចិត្តវាខ្លាំងណាស់តែខ្ញុំបែរជាភ័យខ្លួននេះសូឡាចឹងក្នុងមួយមិនអាចមានខ្លាពីររឿងត្រណំធំបែបនេះខ្ញុំបែរជាភ្លេចទៅកើតសូមលោកគ្រូជួយណែនាំភ្លើខ្ញុំផងគាត់ចិត្តមកដល់ហើយហើយបើឲ្យខ្ញុំទៅរៀបចំរបស់ថ្មីទៀតក៏មិនទាន់ពេលដែរលើកនេះបើគាត់មិនពេញចិត្តទេថ្ងៃក្រោយចង់ណាគាត់ចេញមកក្រៅមុខជាពិបាកណាស់វិធីគឺមានគ្រាន់តែមើលថាតើហ៊ានឬអត់ប៉ុណ្ណោះ